តម្លៃមាសស្ថិតនៅក្នុងតម្លៃថេរនៅក្នុងថ្ងៃអាទិត្យនេះអរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំមកធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី2ខែសីហាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាច Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទនៅក្នុងថ្ងៃអាទិត្យនេះផងដែរដោយសារថាទីផ្សារអន្តរជាតិមិនបានធ្វើការបើកឲ្យទិញលក់ក៏ដូចជា trade មាសនោះទេតម្លៃមាសគឺស្ថិតនៅក្នុងតម្លៃថេរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលហ្នឹងគឺមាសស្ថិតនៅក្នុងតម្លៃ$4045ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$4873ក្នុងមួយតម្លឹងឬស្មើនឹង$487ក្នុងមួយជីបងប្អូនអរគ្នាចំណែកឯប្រាក់វិញប្រាក់ក៏ស្ថិតនៅក្នុងតម្លៃថេរផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$57ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$68ក្នុងមួយតម្លឹងឬស្មើនឹង$6.8ក្នុងមួយជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$1831ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមកមើលថាតើនៅក្នុងថ្ងៃច័ន្ទស្អែកនេះតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចនឹងធ្វើការហក់ឡើងបន្តទៀតឬក៏មានការធ្លាក់ចុះមកវិញហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញវីដេអូនេះផងហើយបើសិនជាបងប្អូនមានមតិយោបល់ឬក៏ការយកឃើញបែបណាបងប្អូនអាច comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាទ